ស្រីគេក្លាហានគេបានរូបបងស្រីដូចនួនអងបានត្រឹមលិនបាល់ចាតែបើកតែក្បាលឆាកវីដេអូមកនេះឃើញខ្ញុំស្ទួយត្រីនេះលហៀងដឹងហើយសួរមកមហូបខ្ញុំថ្ងៃនេះហ៎បងប្អូនធ្វើម៉េចខ្ញុំនេះបាយនៅផ្ទះមិនសូវជាងាញ់សោះណាបងប្អូនចាតែចង់តាមភ្លឺស្រែម្ដងបងប្អូនម្ដងអីគេថាញួយពេកហើយបងប្អូននិយាយតូចខ្ញុំនេះអាសាបាយនៅតាមភ្លឺស្រែណាបងប្អូនអើយចង់និយាយថាអ្នកដែលធ្លាប់មកហូបបាយតាមវាលស្រែមិនដឹងថាយីហូបបាយនៅផ្ទះរសជាតិផ្សេងហូបបាយនៅស្រែរសជាតិផ្សេងហ៎បងប្អូនតែខ្ញុំខ្លួនឯងនេះគឺខ្ញុំមិនដឹងដែរបងប្អូននិយាយតូចខ្ញុំអោយតែបាយតាមភ្លឺស្រែខ្ញុំឆ្ងាញ់ហ៎បងប្អូនខ្ញុំហូបបាយ2 3ចានអីណោះតែខ្ញុំហូបបាយនៅផ្ទះអោយតែមួយចានធម្មតាទេថាដូចជានេះហើយក៏នាងខ្ញុំនេះមិនបង្អង់យូរទេចេញមកបេះផ្លេសផ្លែស៊ីដាកាច់ផ្កាក្នុងសួនណាអូយនិយាយលេងទេបងប្អូនអើយបេះដែរប៉ុន្តែមកបេះផ្កាកំប្លោកនៅស្រែបងប្អូនបើជាទូទៅស្រុកខ្ញុំគេហៅផ្កាកំពកបងប្អូនថ្ងៃនេះប្លែកទៀតហើយថ្ងៃនេះកម្រងថាមកស្ទូចត្រីទេប៉ុន្តែដល់ពេលស្ទូចថាកម្រងដុតអុយទេដល់ពេលស្ទូចបានតិចពេកក៏សម្រាប់ចិត្តថាមកធ្វើម្ហូបម្ដងស្លម្ដងបងប្អូនចង់ដឹងតែស្លអីទេអត់ឥឡូវនេះចង់ដឹងតែស្លអីតាមវីដេអូខ្ញុំដល់ចប់ចាព្រោះមកវាស្រែក៏ឃើញស្រែទឹកនឹងច្រូតបងប្អូនហើយក៏ផ្កាកំពកល្អពេកតាមពិតផ្កាកំពកនេះវាមិនសូវជាល្អដូចយើងបេះតាមក្នុងទឹកអីទេព្រោះវាដុះតាមស្រែលើគោកយ៉ាងនេះហើយត្រូវនឹងម៉ាស៊ីនច្រូតចូលច្រូតក៏វារៀងវល់ដែរបងប្អូនអើយនេះបេះបានតែប៉ុណ្ណេះថ្ងៃនេះខ្ញុំនឹងពុកម៉ែបងប្អូនទៅស្លម្ជូរផ្កាកំពកតាមបែបភូមិខ្ញុំបងប្អូនធានាឲ្យហ្មងថាប្លែកចាតោះមួយខ្ញុំទាំងអស់គ្នាបងប្អូនចាបន្ទាប់ពីខ្ញុំបេះផ្កាកំភ្លេចកំប្លោកបានហើយក៏ចាប់ផ្ដើមកម្រើកចានកម្រើកឆ្នាំងហើយបងប្អូនមកធ្វើការស្លហើយគ្រឿងសម្លយើងថ្ងៃនេះក៏ដូចតែគ្រឿងសម្លមកជូរយើងធម្មតាទេបងប្អូនអើយបងប្អូនអើយគេថាទឹកឥឡូវគេថាពុះហើយចាខ្ញុំគេថាមិនបងអង្គយូរទេរៀបរាប់នឹងថាជ្រុំប្រហុកចាសម្លមកជូរអត់ប្រហុកយ៉ាងម៉េចកើតបងប្អូនហើយក៏អាប្រដាប់ជ្រុំនេះក៏គេថាកត្រង់កត្រង់ឈើនោះវាពុកខូចអស់បងប្អូនហើយគឺរូអើយមិនបានក៏យកអាកត្រង់ពុះដូងមកត្រង់ហើយនេះកឡនេះណាយើងដាក់ប្រហុកឲ្យរៀងចាស់គឺកាន់តែចងាញ់ហ្នឹងណាបងប្អូនឈ្ងុយបងប្អូនអើយប្រហុកធ្វើខ្លួនឯងទៀតនិយាយពីថាឈ្ងុយត្រប់ចាបន្ទាប់ពីជ្រុំប្រហុកហើយធ្វើការដាក់សាច់ត្រីម្ដងត្រីនេះក៏មានតែពីរមុខទេបងប្អូនត្រីក្រាញ់និងត្រីពូត្រីផ្ទក់ដោយសារតែមកព្រឹកនេះគឺថាស្ទួយបានដែរចាគឺការដាក់ការកប៉ោបងប្អូនការកប៉ោនេះក៏ខ្ញុំកាត់មកពីដើមប៉ុណ្ណាគឺប៉ុណ្ណោះឯងបងប្អូនហើយក៏យើងមិនបាច់យកទុកយូរដែរខ្លាលួយបងប្អូនដាក់ការកប៉ោឲ្យក៏ខ្ញុំដាក់គ្រឿងក្រៅបរយចាជូរស្រុកខ្ញុំគឺស្លចេអេមកច្រើនតិចតទេចាសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះគឺថាអូយសម្លខ្ញុំគឺថាឆ្អិនល្មមដែរបងប្អូនចាគឺថាឈ្ងុយត្រប់តែម្ដងជះក្លិនមកគឺថាអូយស្រក់ទឹកមើតចាក៏យើងភ្លក់លើចក្រានចេះហើយបងប្អូនអានេះគេហៅស្លមកជូរផ្កាកំពកបងប្អូនអូនិយាយពីថាឈ្ងុយខ្លាំងណាបងប្អូនអើយនេះតើហូបបាយថ្ងៃត្រង់ក៏ដល់ម៉ោងល្មមណាស់ហើយមកបងប្អូនអើយភ្លក់ជាមួយខ្ញុំទាំងអស់គ្នានោះបងប្អូននិយាយពីថាឈ្ងុយអាមកអមនេះបងក៏ឈ្ងុយក្លិនការកំពកទៀតណាតែឈ្ងុយត្រប់ក៏យើងហូបប៉ះមកទេសមួយអីទៀតទេ
เกียดยอแต่แมนแตนก็มาโฮบกระดาวิวที่น้องปน